អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបន្តសាច់រឿងសាលាជើងកាំងបន្តទៀតដោយផ្ដើមសាច់រឿងមកយើងក៏បានឃើញតួឯកប្រុសរបស់យើងគាត់កំពុងតែកម្ដៅសាច់ដុំហើយគាត់ក៏បានហាត់ប្រាណផងដែរដោយមើលទៅក្បាច់ហាត់ប្រាណរបស់គាត់ពិតជាលយមែនតើសម្បីតែពូសំសុកក៏សរសើរថាអែមដែរហើយខ្ញុំក៏សូមទោសចំពោះសំឡេងរំខានផងដែរដោយសារតែ admin នៅព្រៃវែងនេះគឺវាមានភ្លៀងធ្លាក់ជាខ្លាំងផងដែរទើបតែរាំងនឹងទេតើឥឡូវកុំឲ្យខាតពេលយូរយើងបន្តសាច់រឿងរបស់យើងទាំងអស់គ្នាមើលទៅក្បាច់ហាត់ប្រាណមួយរបស់តួឯកប្រុសរបស់យើងពិតជាអែមពេលនោះគាត់ក៏បាននឹកឃើញយ៉ាងដែលគាត់បានមកដល់ទីនេះចំនួន34នាទីរួចមកហើយគាត់ក៏បាននឹកឃើញថាថ្ងៃនេះក៏គាត់ក៏បន្តសិក្សាផងដែរដោយភ្លាមនោះគាត់ក៏បានធ្លាក់ពីលើរបស់ដែលគាត់ហាត់ហើយគាត់ក៏បានបញ្ញាប់រត់ទៅផ្ទះផងដែរពេលដែលគាត់មកដល់ផ្ទះមើលទៅគាត់ដូចជាចោលអញ្ចឹងលើបដើម្បីដាក់ថ្មដើម្បីចូលបន្ទប់ផងដែរគាត់ក៏បានធ្វើដោយស្ងៀមស្ងាត់បំផុតដោយសារតែគាត់ខ្លាចម្ដាយគាត់ឮពេលនោះគាត់ក៏បានចូលទៅក្នុងភ្នួយនៅក្នុងក្រែគេរបស់គាត់ផងដែរគាត់ក៏បានរាប់3 2 1ស្រាប់តែភ្លាមនោះម្ដាយរបស់គាត់បានមកដាស់គាត់ឲ្យទៅសាលាដោយគាត់បាននិយាយឡើងថាកុំភ្លេចទិញអ្វីនៅតាមផ្លូវផងដោយសារតែតួឯកប្រុសរបស់យើងនៅព្រឹកនេះគាត់មិនមានអ្វីញ៉ាំនោះទេដោយសារតែម្ដាយគាត់មិនបានធ្វើម្ហូបញ៉ាំកាត់មកកន្លែងមួយយើងក៏បានឃើញតួឯកស្រីរបស់យើងគាត់ក៏បានងើបពីដេកផងដែរហើយគាត់ក៏បាននឹកឃើញការពីម្សិលមិញផងដែរហើយគាត់ក៏មានការអៀននឹងខ្លួនឯងផងដែរគាត់ក៏បាននិយាយថាគាត់គឺជាគ្រូបង្រៀនពេលនោះគាត់ក៏បានស្ទុះស្ទាបញ្ញាប់ទៅសាលារៀនផងដែរការមកកាន់សាលារបស់យើងវិញយើងក៏បានឃើញជាមួយនឹងតួឯកស្រីរបស់យើងគាត់ក៏បានដើរចូលមកដូចគ្នារួមជាមួយនឹងតួឯកប្រុសរបស់យើងនៅពីក្រៅផងដែរពេលដែលតួឯកប្រុសរបស់យើងគាត់បានបើកទ្វារចូលមកក្នុងថ្នាក់គាត់ក៏បានសម្លឹងមករកមិត្តរួមថ្នាក់របស់គាត់ហើយគាត់ក៏បាននិយាយថាតើអ្នកណាសាកសមឲ្យខ្ញុំសុំគេឲ្យពង្រៀនខ្ញុំពេលគាត់សម្លឹងទៅមិត្តរួមថ្នាក់គាត់ម្នាក់នោះគឺគេមិនទាន់ស្វាងពីដេកនោះទេហើយម្នាក់ទៀតកំពុងតែមើលអ្វីប៉ុន្តែព្រាមនោះតួឯកប្រុសរបស់យើងក៏បានចាប់អារម្មណ៍នឹងបរិសម្នាក់ដោយបរិសម្នាក់នោះមានឈ្មោះថាសេយុនគីមដោយបរិសម្នាក់នេះគាត់មានអាយុ17ឆ្នាំជាមួយនឹងតួឯកប្រុសរបស់យើងដែរហើយគាត់នៅថ្នាក់មេកានិកហើយពេលនោះតួឯកប្រុសរបស់យើងក៏បានទៅសួរស្ដីគេនិងបានទៅសារពីគេដែលខិតខំរៀននៅក្នុងថ្នាក់ផងដែរធ្វើឲ្យប៉ែនោះមិនពេញចិត្តនោះទេរួចគេក៏បានដើរចាក់ចេញទៅនិងបាននិយាយថែមទៀតថាឯងគ្រាន់តែចង់ឲ្យខ្ញុំបរៀនឯងតែប៉ុណ្ណោះធ្វើឲ្យតួឯកប្រុសរបស់យើងធ្វើមុខស្លើកាន់មកបន្ទប់ទឹកវិញแล้วគេកំពុងតែលាងដៃផងដែរស្រាប់តែមានដៃអ្វីមកប៉ះគេក៏បានគិតថាតួឯកប្រុសរបស់យើងរួចក៏បានក៏វាដៃនោះចេញហេតុអ្វីឯងមករំខានយើងដល់ទីនេះប៉ុន្តែមិនមែនទេការពិតគឺជាបរិសម្នាក់ដែលគាត់មានឈ្មោះថាជេកវ៉ាងឈូដែលគាត់មានអាយុ18ឆ្នាំហើយគាត់គឺជាមេផ្សារដែកនៅក្នុងសាលារៀនមួយនេះផងដែរធ្វើឲ្យប្រុសគីមរបស់យើងគឺមានការភ័យតក់ស្លុតជាខ្លាំងភ្លាមនោះក៏កាត់មកមន្ទីរប្រជុំវិញម្ដងដោយលោកនាយកក៏បាននិយាយថាឲ្យទៅលើតួឯកស្រីរបស់យើងដែលគ្រប់គ្រងថ្នាក់មិនបានល្អរួចតួឯកស្រីរបស់យើងក៏បានដើរចាក់ចេញមកពេលនោះនាងក៏បានកលែកទៅឃើញគេកំពុងតែធ្វើបាបគ្នាហើយម្នាក់នោះគឺជាអបិឈូកំពុងវាយអបិគីមផងដែរធ្វើឲ្យអបិគីមមានការភ័យខ្លាចនិងយំជាខ្លាំងរួមទាំងមនុស្ស3នាក់ផ្សេងទៀតតែយើងមិនដឹងជានរណាទេភ្លាមនោះអបិឈូក៏បានតតអបិគីមមួយជើងចង់បញ្ចឹងកធ្វើឲ្យតួឯកស្រីរបស់យើងមានការភ័យតក់ស្លុតជាខ្លាំងហើយបើយើងមើលទៅសភាពអបិគីមគឺមិនស្រាលនោះទេមើលទៅសន្លប់ទាំងបើកភ្នែកសផងដែរតួឯកស្រីរបស់យើងដែលជាអ្នកគ្រូលីគាត់ក៏បំរុងនឹងដើរចូលទៅផងដែរប៉ុន្តែចិត្តចៃដន្យអ្វីគាត់ក៏បានកំពប់ជើងរួចក៏បានដួលនៅទីនោះផងដែរប៉ុន្តែភ្លាមនោះយើងក៏បានឃើញដៃអ្វីម្យ៉ាងមកចាប់ដៃអ្នកគ្រូលីរបស់យើងហើយម្នាក់នោះគឺជាតួឯកប្រុសរបស់យើងកាមីននឹងឯងហើយតួឯកប្រុសរបស់យើងបាននិយាយថាដល់វរីខ្ញុំនឹងជួយគាត់ព្រោះគាត់ជាមនុស្សល្អពេលនោះតួឯកប្រុសរបស់យើងបានកណ្ដាប់ដៃនឹងធ្វើមុខមាំដូចជាការភៀកពីមិនសមមិនអញ្ចឹងកាន់មកខាងក្នុងវិញអបិនឹងនៅតែបន្តធ្វើបាបមើលទៅអបិគីមនេះមានការភ័យនឹងអបិនឹងខ្លាំងមែនទែនតួឯកប្រុសរបស់យើងក៏បានប្រឹកស្ទាយរបស់គាត់ទៀតហើយគឺលើកបន្តាហើយក៏បាននិយាយថយក្រោយផងដែរកាលពី3ឆ្នាំមុនពេលនោះតួឯកប្រុសរបស់យើងគឺគាត់នៅក្មេងនៅឡើយគាត់បានលើម្ដាយរបស់គាត់កំពុងតែនិយាយជាមួយនឹងអ្នកគ្រូបន្ទប់ថ្នាក់របស់គាត់ពីការសិក្សារបស់គាត់គឺមានការធ្លាក់ចុះនឹងខ្សោយជាខ្លាំងធ្វើឲ្យតួឯកប្រុសរបស់យើងមិនសប្បាយចិត្តនោះទេគាត់ក៏បានបញ្ញាថាគាត់នឹងធ្វើការសុំគេឲ្យបង្រៀនគាត់ដោយដាក់ឈ្មោះថា Study Group ហើយគាត់ក៏បានដើរទៅសួរពួកដែលសិស្សច្បងដែលរៀនចេះជាងគាត់តែពួកនោះមិនបាននឹងជួយគាត់ក៏បានប៊ូលូគាត់នឹងបានដេញគាត់ចេញថែមទៀតផងហើយនេះហើយធ្វើឲ្យតួឯកប្រុសរបស់យើងមិនសប្បាយចិត្តជាខ្លាំងប៉ុន្តែគាត់ក៏មិនអស់ចិត្តនោះដែរគាត់ក៏បានដើរទៅរកអ្នកផ្សេងទៀតប៉ុន្តែភ្លាមនោះនរណាម្នាក់បានផ្ញើសារមកកាន់គាត់ដោយមើលទៅគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែពេលអានចប់គាត់ក៏បាននឹងថានេះគឺជាសារបដិសេធប៉ុណ្ណោះធ្វើឲ្យតួឯកប្រុសរបស់យើងមានការតូចចិត្តនឹងខ្លួនឯងខ្លាំងមែនទែនកាត់មកក្នុងបន្ទប់តួឯកប្រុសរបស់យើងវិញពេលម្ដាយរបស់តួឯកប្រុសរបស់យើងបើកទ្វារមកក៏បានឃើញតួឯកប្រុសរបស់យើងក៏កំពុងតែយំជាមួយនឹងមុខសៀវភៅរបស់គាត់ផងដែរឥឡូវកាត់មកបច្ចុប្បន្នវិញភ្លាមនោះតួឯកប្រុសរបស់យើងគាត់ក៏បានដើរចូលទៅផងដែរប៉ុន្តែ
អ្នកគ្រូលីរបស់យើងដែលជាតួអាស្រ័យក៏បានហាមគាត់ប៉ុន្តែតួឲ្យប្រុសរបស់យើងគាត់ក៏បានងាកមកវិញយ៉ាងញញឹមធ្វើឲ្យតួអាស្រ័យរបស់យើងគឺគាត់និយាយអ្វីមិនចាញ់នោះទេហើយយើងក៏បានឃើញថាកណ្ដាប់ដៃរបស់អបិឈូគឺចិត្តទៅដល់មុខអបិគីមហើយប៉ុន្តែភ្លាមនោះក៏បានលើបន្ទោសអ្វីមួយផងដែរហើយថែមទាំងមានផ្សែងទៀតផងធ្វើឲ្យគេពិបាកវាយនឹងអបិគីមហើយយើងក៏បានឃើញតួឲ្យប្រុសរបស់យើងគាត់ក៏បានកាន់បំពង់ឲ្យលុតអគីភ័យមកហើយយើងក៏បានឃើញថាពួកគេគឺមានការពុលនឹងផ្សែងនេះជាខ្លាំងហើយភ្លាមនោះក៏មានអ្វីស្ទុះមកចាប់អបិគីមចេញពីអបិឈូផងដែរធ្វើឲ្យអបិឈូនឹងមានការមួម៉ៅជាមួយនឹងបរិសម្នាក់នោះជាខ្លាំងដោយបរិសម្នាក់នោះគឺមានអ្នកឆ្ងាយទេគឺតួឲ្យប្រុសរបស់យើងនឹងឯងដោយអបិគីមក៏បានថាឲ្យតួឲ្យប្រុសរបស់យើងហេតុអ្វីបានមកពាក់ព័ន្ធឯងមិនស្គាល់ពួកគេមែនទេពួកគេគឺជាបងធំនៅក្នុងសាលាមួយនេះតែទាំងមានបណ្ដាញនៅខាងក្រៅទៀតផងតែតួឲ្យប្រុសរបស់យើងគាត់មិនខ្វល់នោះទេគាត់បានស្នើសុំអបិគីមឲ្យជួយបង្រៀនគាត់ជាមួយនឹងគ្រប់សិក្សាផងដែរហើយអបិគីមដែលលើនេះគាត់មានការខឹងជាខ្លាំងជាមួយនឹងតួឲ្យប្រុសរបស់យើងគាត់ក៏បានស្រែកឲ្យតួឲ្យប្រុសរបស់យើងជាខ្លាំងរួចគាត់ក៏បានដើរចាក់ចេញទៅមុននឹងគេចាក់ចេញទៅគេក៏បាននិយាយថាឯងពាក់ម៉ាស់មកជួយខ្ញុំតែឯងចង់ឲ្យខ្ញុំមានរឿងជាមួយនឹងឯងមែនទេឯងធ្វើបាបខ្ញុំហើយដោយលើសម្ដីបែបនេះធ្វើឲ្យតួឲ្យប្រុសរបស់យើងចុកឈាមជាខ្លាំងរួចគាត់ក៏បានទិញម៉ាស់របស់គាត់មកបិទវិញពេលដែលអបិគីមដើរចេញមកក្រៅគេក៏បានជួបនឹងអបិឈូផងដែររួចអបិឈូក៏បាននិយាយថាតើឯងចង់រត់តាតើបរិបពាក់ម៉ាស់ម្នាក់នោះគឺជាគ្នារបស់ឯងមែនទេដោយអបិគីមគឺគេពិបាកនឹងឆ្លើយខ្លាំងមែនទែនភ្លាមនោះអបិឈូក៏បានមកក្បួយកអាវរបស់អបិគីមផងដែរហើយភ្លាមនោះអ្វីដែលយើងនឹកស្មានមកដល់គឺស្បែកជើងបន្ទាត់របស់តួឲ្យប្រុសរបស់យើងបានមកដល់មុខអបិឈូនឹងបាត់ទៅហើយធ្វើឲ្យគេប៉ាំងផ្ងាក្រោយទៅនឹងដីតែម្ដងធ្វើឲ្យអបិគីមគឺមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់តួឲ្យប្រុសរបស់យើងខ្លាំងមែនទែនគេក៏បាននិយាយថាតើតួឲ្យប្រុសរបស់យើងខ្លាំងដល់ថ្នាក់នឹងផងមែនទេហើយសាច់រឿងរបស់យើងក្នុងភាពនេះក៏បានមកដល់ទីបញ្ចប់ផងដែរ